ក្រសួងសុខាភិបាលបានក្រានរំលឹកជាថ្មីដល់ប្រជាពលរដ្ឋពីករណីឆ្លងរាលដាលជំងឺផ្ដាសាយបាក់សីប្រភេទ H1N1 ខណៈស្ត្រីអាយុ41ឆ្នាំម្នាក់នៅភូមិលបាឃុំដុនកៅស្រុកពួកខេត្តសៀមរាបបានឆ្លងជំងឺនេះកាលពីថ្ងៃទី23មិថុនា2025ស្ត្រីរងគ្រោះបានឆ្លងជំងឺផ្ដាសាយបាក់សីបន្ទាប់ពីបានប៉ះពាល់ដោយផ្ទាល់មាន់ទាដែលស្លាប់កាលពី5ថ្ងៃមុនបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថាបច្ចុប្បន្នស្ត្រីខាងលើកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងកំពុងទទួលការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យបន្ទាប់ពីរកឃើញករណីឆ្លងជំងឺផ្ដាសាយបាក់សីទៅលើស្ត្រីអាយុ41ឆ្នាំនេះហើយក្រសួងសុខាភិបាលកំពុងសហការជាមួយក្រសួងកសិកម្មដើម្បីស្រាវជ្រាវរោគប្រភពចម្លងនិងស្វែងរកករណីសង្ស័យអ្នកដែលបានប៉ះពាល់ផ្សេងទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្ដាសាយបាក់សីក្នុងសហគមន៍ជាថ្មីម្ដងទៀតក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នព្រោះជំងឺផ្ដាសាយបាក់សីប្រភេទ H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនជាមួយគ្នានេះប្រសិនបើមានអាការៈក្តៅខ្លួនក្អកហៀសម្បោរឬពិបាកដកដង្ហើមនិងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺរងាប់ក្នុងអំឡុងពេល4ថ្ងៃមុនមានរោគសញ្ញាសូមកុំទៅទីប្រជុំជនដែលមានមនុស្សច្រើនត្រូវស្វែងរកការពីគ្រូយោបល់និងពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ជៀសវាងការពន្យាពេលធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុក្រសួងបានពន្យល់ថាតាមធម្មតាមេរោគផ្ដាសាយបាក់សី H5N1 ឆ្លងពីសត្វបាក់សីឈឺទៅបាក់សីផ្សេងទៀតប៉ុន្តែពេលខ្លះវាអាចឆ្លងពីបាក់សីទៅមនុស្សតាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយបាក់សីដែលឈឺឬងាប់ជំងឺផ្ដាសាយបាក់សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលាសូមរំលឹកថាគិតត្រឹមឆ្នាំ2025នេះកម្ពុជាបានរកឃើញករណីស្លាប់ដោយសារជំងឺផ្ដាសាយបាក់សីជាបន្តបន្ទាប់ដោយជំងឺកាចសាហាវមួយនេះបានឆក់យកជីវិតបុរសអាយុ28ឆ្នាំម្នាក់និងក្មេងប្រុសអាយុ11ឆ្នាំម្នាក់នៅខេត្តកំពង់ស្ពឺក្មេងស្រីអាយុ2ឆ្នាំនៅខេត្តព្រៃវែងនិងក្មេងប្រុសអាយុ3ឆ្នាំ6ខែនៅខេត្តក្រចេះ